តើលោកអ្នកដឹងទេកាលពីជាង100ឆ្នាំមុនស្ដេចសៀមធ្លាប់បញ្ជាឲ្យគេកោះប្រាសាទអង្គរវត្តរបស់ខ្មែរយកទៅដាក់នៅទីក្រុងបាងកករបស់ថៃតែគម្រោងនេះត្រូវបរាជ័យដោយសារខ្មែរក្រោកប្រឆាំងមិនថាពីអតីតកាលឬមកទល់នឹងបច្ចុប្បន្ននេះនោះទេជនជាតិសៀមមិនដែលមានបំណងល្អមកលើជាតិសាសន៍យើងម្ដងណាឡើយពួកគេតែងតាមបំផ្លិចបំផ្លាញជន់ឈ្លីនិងឈ្លានពានយើងជាបន្តបន្ទាប់ឲ្យតែមានឱកាសជាក់ស្ដែងដោយពេលថ្មីនេះអញ្ចឹងពលគឺកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025កន្លងទៅក្រោមឥទ្ធិពលរបស់ស្ដេចស្ទាវឈាមរាវមហាវិជ្ជរាលង្កនលើពួកយោធារបស់ខ្លួនពួកគេបានបើកការវាយប្រហារឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាដោយផ្ដើមចេញពីចំណុចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងបានបន្តរីករាលដាលស្ទើរគ្រប់ទីកន្លែងទាំងអស់តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរនិងរហូតមកទល់នឹងម៉ោងនេះបញ្ហានេះនៅមិនទាន់បានបិទបញ្ចប់ទៅវិញនៅឡើយទេយ៉ាងណានៅក្នុងវីដេអូនេះយើងសូមមិននិយាយច្រើនអំពីបញ្ហាជម្លោះព្រំដែនខ្មែរថៃដែលទើបតែកើតមានឡើងកាលពីពេលថ្មីនេះនោះទេតែយើងសូមងាកទៅនិយាយរំលឹកអំពីរឿងពីអតីតកាលដ៏គួរឲ្យហួសចិត្តមួយពាក់ព័ន្ធជាមួយនឹងមហិច្ឆតាដ៏ឈួតលីលារបស់ស្ដេចសៀមមួយអង្គដែលគេស្គាល់ជាទូទៅថាស្ដេចមង្គតសោយរាជ្យក្នុងចន្លោះរវាងឆ្នាំ1851ដល់ឆ្នាំ1868ដែលបានត្រាស់បញ្ជាឲ្យគេកោះយកប្រាសាទអង្គរវត្តរបស់ខ្មែរដើម្បីយកទៅផ្គុំឡើងវិញនៅលើទឹកដីថៃទូទាំងសកលលោកនរណាក៏ដឹងដែរថាប្រាសាទអង្គរវត្តគឺជាដួងព្រលឹងជាតិខ្មែរជាកេរដំណែលបុព្វវីរបុរសខ្មែរជាមោទនភាពក្រៃលែងសម្រាប់ប្រជាជនខ្មែរជានិមិត្តសញ្ញានៅលើទង់ជាតិខ្មែរនិងជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញខ្ទោខ្ទានៅលើភពផែនដីក៏ប៉ុន្តែនៅក្នុងអតីតកាលក្រៅតែពីការវាយលុកដណ្ដើមកាន់កាប់និងដុតបំផ្លាញម្ដងជាពីរដងស្ដេចសៀមដែលគេស្គាល់ថាថៃបច្ចុប្បន្នក៏ធ្លាប់មានបំណងនឹងបានបញ្ជាឲ្យសេនារបស់ខ្លួនទៅកោះបំបែកជាដុំនៅប្រាសាទអង្គរវត្តរបស់ខ្មែរដើម្បីយកទៅផ្គុំឡើងវិញនៅលើទឹកដីរបស់ខ្លួនតែមិនបានសម្រេចគូបញ្ជាក់ថាព្រឹត្តិការណ៍នេះត្រូវបានសរសេរនៅក្នុងសៀវភៅពង្សាវតារនៃព្រះរាជាណាចក្រថៃទៀតផងមិនមែនជារឿងចចាមអារាមនោះទេក៏ប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំបានធ្វើឡើងដោយផ្អែកលើប្រភពព័ត៌មានវិជ្ជាជីវៈចំនួន2ទី1អត្ថបទសរសេរដោយប្រវត្តិវិទូជនជាតិថៃម្នាក់ដែលមានឈ្មោះថាចាន់វិតកាសេតស៊េរីដែលត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Kyoto របស់ជប៉ុនក្នុងឆ្នាំ2003ក្រោមចំណងជើងថាថៃនិងកម្ពុជាជាទំនាក់ទំនងមួយទាំងស្រឡាញ់និងស្អប់និងទី2ការដកស្រង់សម្ដីរបស់ប្រវត្តិវិទូថៃម្នាក់ទៀតរបស់សារព័ត៌មានថៃឈ្មោះ Khaosod English ក្នុងឆ្នាំ2018ក្រោមចំណងជើងថាពេលនោះប្រទេសថៃបានព្យាយាមកោះយកប្រាសាទអង្គរវត្តទៅដាក់នៅទីក្រុងបាងកកមុននឹងចូលដល់ខ្លឹមសារសំខាន់ខ្ញុំសូមរំលឹកពីព្រឹត្តិការណ៍មួយដែលបានកើតឡើងនៅក្នុងឆ្នាំ2003ដែលប្រហែលជាលោកអ្នកមិនទាន់ភ្លេចនៅឡើយទេដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជាថៃហើយបើគិតមកទល់នឹងពេលនេះវាមានរយៈពេលជាង20ឆ្នាំហើយព្រឹត្តិការណ៍ដែលគួរឲ្យសោកស្ដាយនោះគឺបានកើតឡើងដោយសារតារាភាពយន្តថៃដ៏ល្បីល្បាញម្នាក់ឈ្មោះនាងសូវណ្ណានខុងយីងដែលខ្មែរស្គាល់ថានាងផ្កាយព្រឹកនិងនៅក្នុងស្រុកថៃគេហៅថានាងកុបដែលកាលនោះនាងជាតារាសម្ដែងស្រីដ៏ល្បីរបស់ថៃមួយរូបនិងមានរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញនិងមានអាយុ24ឆ្នាំគេចោទថានាងបាននិយាយថាប្រាសាទអង្គរវត្តជារបស់ថៃតែនាងបានបដិសេធថាមិនដែលបាននិយាយយ៉ាងដូច្នោះទេមានការសន្និដ្ឋានមួយចំនួនថារឿងនេះអាចត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសម្អាងការខ្មែរដែលជាដៃគូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនថៃឈ្មោះ Mistin ដែលកំពុងតែល្បីនៅក្នុងស្រុកខ្មែរដោយសង្ឃឹមថាវានឹងធ្វើឲ្យអតិថិជនខ្មែរធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃកាសែតក្នុងស្រុកមួយឈ្មោះរស្មីអង្គរបានចុះផ្សាយនៅពាក្យចោទប្រកាន់ខាងលើមុនគេនៅថ្ងៃទី18ខែមករាឆ្នាំ2003ដោយឡែកសម្ដេចហ៊ុនសែនកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជាក៏បានរិះគន់ធ្ងន់ធ្ងរទៅលើនាងផ្កាយព្រឹកផងដែរថានាងមិនមានតម្លៃស្មើសូម្បីតម្លៃស្មៅដែលដុះនៅជុំវិញប្រាសាទអង្គរវត្តផងនិងថែមទាំងបានប្រកាសរារាំងនាងលែងឲ្យនាងចូលមកក្នុងប្រទេសកម្ពុជានិងប្រកាសឲ្យឈប់ប្រើប្រាស់ទំនិញថៃផងដែរលុះក្រោយមកនៅថ្ងៃទី29ខែមករាឆ្នាំ2003ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់បានកើតឡើងកុបករខ្មែរដែលខឹងសម្បាននឹងរឿងនេះបានដុតស្ថានទូតថៃនៅទីក្រុងភ្នំពេញដុតទង់ជាតិថៃដុតព្រះឆាយាល័ក្ខណ៍ស្ដេចជាទីគោរពសក្ការៈបំផុតរបស់ថៃដែលមានព្រះនាមថាភូមិបុលអាដុលយ៉ាដេតនិងបានបំផ្លាញទ្រព្យសម្បត្តិថៃមានហាងលក់ទំនិញនិងសណ្ឋាគារជាដើម
រីឯពាណិជ្ជករថៃរាប់រយនាក់ដែលបានចូលមករកស៊ីនិងស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវបានជម្លៀសចេញពីប្រទេសយ៉ាងតក់ក្រហល់ដើម្បីការពារសុវត្ថិភាពចុងក្រោយចាងវាងកាសែតរស្មីអង្គរបានសារភាពថាព័ត៌មាននេះអាចខុសកម្ពុជាត្រូវសងសំណងជាទឹកប្រាក់ប្រមាណ$6 លានសហរដ្ឋអាមេរិកដល់ប្រទេសថៃខាងលើនេះគឺជាព្រឹត្តិការណ៍មួយដែលជាប់ទាក់ទងជាមួយនឹងប្រាសាទអង្គរវត្តរបស់ខ្មែរបើទោះបីជារឿងនេះពិតឬមិនពិតក៏ដោយក៏ប៉ុន្តែមានរឿងមួយដែលពិតនិងមិនអាចប្រកែកបាននោះគឺថៃតែងប្រាថ្នានឹងចង់បានប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់ខ្មែរជាច្រើនជំនាន់មកហើយគម្រោងកោះយកប្រាសាទអង្គរវត្តបំណងនឹងគម្រោងកោះយកប្រាសាទអង្គរវត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ខ្មែរនេះគឺបានកើតឡើងនៅក្នុងសតវត្សទី19ក្នុងសម័យកាលអាណាចក្ររតនកោសិនពោលគឺក្នុងចន្លោះរវាងឆ្នាំ1782ដល់ឆ្នាំ1932នៃរាជវង្សចក្រ្រីយោងតាមអត្ថបទរបស់ប្រវត្តិវិទូជនជាតិថៃនៃសាកលវិទ្យាល័យធម្មសាស្ត្រលោកច័ន្ទវិទ្យកាសេតសេរីនឹងត្រូវបានចុះផ្សាយដោយទស្សនាបតី Kyoto Review របស់ជប៉ុនបានឲ្យដឹងថាស្ដេចថៃរាមាទី4ព្រះនាមមង្គតឬ King មង្គតបានត្រាស់បញ្ជាឲ្យគេកោះវាយបំបែកជាបំណែកនៃប្រាសាទអង្គរវត្តទាំងមូលរួចហើយយកទៅផ្គុំឡើងវិញនៅទីក្រុងបាងកកប្រទេសថៃក៏ប៉ុន្តែអ្វីៗវាមិនងាយស្រួលក្នុងការធ្វើតាមការបង្គាប់បញ្ជារបស់ស្ដេចសៀមអង្គនេះនោះទេដោយកាលនោះអ្នករាជការថៃព្រះសុវណ្ណវិសាលឬជាភាសាថៃគេអានថាប្រាក់សុផាន់ពិសានបន្ទាប់ពីបានធ្វើដំណើរទៅកាន់រាជធានីខ្មែរបុរាណនៅអង្គរបានថ្វាយដំណឹងដល់ព្រះរាជាថាប្រាសាទថ្មទាំងអស់មានទំហំធំធេងពេកណាស់ដែលពិបាកនឹងយកចេញពីគ្នាបានពោលគឺមិនអាចដឹកទៅស្រុកសៀមបាននោះទេក្រោយពីព្រះសម្ដេចយ៉ាងដូចនេះព្រះមហាក្សត្រថៃក៏បានបញ្ជាឲ្យកោះយកប្រាសាទទៅព្រំជំនួសវិញព្រោះជាប្រាសាទតូចជាងប្រាសាទអង្គរវត្តកងទ័ពចំនួន5ក្រុមដែលមានគ្នាប្រមាណ500នាក់ត្រូវបានគេបញ្ជូនមកដើម្បីកោះរើប្រាសាទតាព្រំនៅថ្ងៃទី9នៃខែ6តាមច័ន្ទគតិឬថ្ងៃ9កើតខែពិសាខប្រវត្តិរឿងរ៉ាវនេះត្រូវបានធ្វើកំណត់ត្រាទុកនៅក្នុងសៀវភៅព្រះរាជពង្សាវតារនៃព្រះបាទរាមាទី4ដោយចៅពញាថេពកោវង្សបានកើតឡើងនៅក្នុងឆ្នាំ1860មុនពេលប្រទេសសៀមបានប្រគល់អធិបតេយ្យភាពកម្ពុជាឲ្យទៅបារាំងគ្រប់គ្រងក្នុងឆ្នាំ1867គម្រោងការដ៏អាក្រក់នេះត្រូវបានធ្វើឡើងមួយឆ្នាំមុនអ្នករុករកជនជាតិបារាំងម្នាក់ឈ្មោះលោក Henry Mohut បានធ្វើដំណើរទៅកាន់តំបន់ប្រាសាទដ៏មហិមានៅខេត្តសៀមរាបហើយបានធ្វើឲ្យពិភពលោកទាំងមូលចាប់ផ្ដើមចាប់អារម្មណ៍លើប្រាសាទអង្គរវត្តប្រវត្តិវិទូថៃរូបនេះបានលើកឡើងទៀតថាគេមិនបានដឹងច្បាស់ពីមូលហេតុដែលធ្វើឲ្យព្រះបាទមង្គតមានព្រះរាជបំណងចង់បានប្រាសាទដ៏ធំស្កឹមស្កៃនេះទៅដាក់នៅក្នុងស្រុកសៀមនោះទេស្របពេលបារាំងកំពុងតែពង្រីកនៅអំណាចរបស់ខ្លួននៅលើតំបន់ឥណ្ឌូចិនក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្តីប្រាថ្នានោះត្រូវបានទទួលបរាជ័យនៅពេលដែលពលរដ្ឋខ្មែរប្រមាណ300នាក់បានចេញពីព្រៃហើយបានវាយប្រហារទៅលើក្រុមកងទ័ពសៀមដែលត្រូវបានគេបញ្ជាឲ្យមកកោះរើប្រាសាទសម្រាប់ព្រះសុផាន់ពិសានដែលជាអ្នករាជការថៃទទួលបញ្ជាពីស្ដេចមង្គតមករស់រើប្រាសាទអង្គរវត្តព្រមទាំងកូនប្រុសម្នាក់ទៀតផងដែរមិនសុខចិត្តនឹងបរាជ័យនេះស្ដេចមង្គតចង់ព្យាយាមម្ដងទៀតតែត្រូវព្រះរាជទីប្រឹក្សារបស់ព្រះអង្គបានបញ្ចុះបញ្ចូលថាកិច្ចការនេះពិបាកណាស់ហើយប្រាសាទទាំងនោះសមនឹងនៅទីនោះហើយវាច្បាស់ណាស់ថាខ្មែរយើងបានខឹងសម្បារនឹងពួកថៃដែលបានមកលួចកោះយកសម្បត្តិវប្បធម៌ដ៏អស្ចារ្យនេះដោយធ្វើការឆ្លើយតបដោយហិង្សាវិញស្ដេចថៃមង្គតទ្រង់ក៏បានលះបង់ចោលគម្រោងនេះក៏ប៉ុន្តែទ្រង់បានត្រាស់បង្គាប់ឲ្យស្ថាបត្យកររបស់ព្រះអង្គកសាងទីធ្លាប្រាសាទអង្គរវត្តចម្លងតូចមួយនៅលើទឹកដីរបស់ថៃជំនួសវិញស្ថាបត្យករបានកសាងប្រាសាទអង្គរវត្តចម្លងដោយដាក់នៅក្នុងបរិវេណវត្តព្រះស្រីរតនសាស្តារាមឬវត្តព្រះកែវនៅព្រះបរមរាជវាំងថៃនាទីក្រុងបាងកករហូតមកដល់បច្ចុប្បន្នយ៉ាងណាក៏ដោយតាមប្រភពសារព័ត៌មានខៅសុតបានផ្ដល់នូវមូលហេតុសំខាន់ដ៏គួរឲ្យចាប់អារម្មណ៍មួយសារព័ត៌មានថៃនេះបានដកស្រង់សម្ដីរបស់ប្រវត្តិវិទូនិងជាអ្នកជំនាញខាងខ្មែរជនជាតិថៃមួយរូបឈ្មោះលោកសន្តិភក្តីខំនៃបណ្ឌិតសភាមតិជនឬមតិជន Academy នៅទីក្រុងបាងកកថាប្រពៃណីវប្បធម៌ខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រៅជាមួយព្រះមហាក្សត្រថៃព្រះមហាក្សត្រថៃបានទទួលស្គាល់ខ្លួនឯងថាមានពូជពង្សាវតារពីមហាអាណាចក្រខ្មែរដ៏មានអំណាចលោកសន្ធិបានលើកឧទាហរណ៍ថាព្រះបាទនរាយណ៍បានមានព្រះបន្ទូលប្រាប់បេសកជនប៉ូទុយហ្គាល់ថាខ្សែរាជវង្សរបស់ព្រះអង្គអាចជាព្រះមហាក្សត្រគ្រប់គ្រងអង្គរ
ដោយលោកបានបន្តទៀតថាព្រះមហាក្សត្រថៃទាំងឡាយមើលឃើញថាព្រះអង្គចេញពីទីនោះហើយតាំងពីពេលនោះមកបានព្យាយាមត្រឡប់ទៅវាដណ្ដើមយកទឹកដីបុព្វបុរសរបស់ព្រះអង្គវិញនិងថែមទាំងទាមទារអធិរាជភាពលើទីនោះតែគួរឲ្យអនិច្ចាស្ដេចមង្គតមិនត្រឹមតែមិនបានសម្រេចតាមព្រះរាជបំណងក្នុងការកោះយកប្រាសាទអង្គរវត្តនិងប្រាសាទតាព្រហ្មប៉ុណ្ណោះទេសូម្បីតែប្រាសាទអង្គរវត្តចម្លងដែលព្រះអង្គបានត្រាស់បញ្ជាឲ្យគេកសាងនៅក្នុងព្រះបរមរាជវាំងថៃនោះក៏ព្រះអង្គមិនបានទតផ្ទាល់ភ្នែកផងដោយសារព្រះអង្គបានសោយទីវង្គតមួយឆ្នាំមុនប្រាសាទនេះកសាងរួចនៅក្នុងឆ្នាំ1968យោងតាមអត្ថបទលើកឡើងខាងលើដំបូងឡើយស្ដេចថៃឲ្យតម្លៃនិងស្ងើចចំពោះវប្បធម៌អរិយធម៌ខ្មែរឬខមដោយគិតថាខ្លួនមានបុព្វបុរសជាអ្នកកសាងអង្គរដែរយ៉ាងហោចណាស់ត្រឹមរជ្ជកាលស្ដេចរាមាទី4ស្ដេចមង្គតក៏ប៉ុន្តែចាប់ពីស្ដេចថៃនាមនរេសួនដែលសោយរាជក្នុងចន្លោះឆ្នាំ1590ដល់ឆ្នាំ1505ស្ដេចថៃចាប់ផ្ដើមស្អប់ខ្មែរដោយហេតុថាស្ដេចខ្មែរព្រះបាទជ័យជេដ្ឋាទី1សោយរាជក្នុងចន្លោះឆ្នាំ1576ដល់ឆ្នាំ1596បានវាយលុកក្រុងអយុធ្យាពីខាងកើតខណៈពេលអយុធ្យាកំពុងជាប់ដៃទប់ទល់ការវាយលុកជាមួយភូមាពីភាគខាងលិចជាបន្តបន្ទាប់មកថៃកាន់តែមានអរិភាពនឹងខ្មែរខ្លាំងឡើងដោយសាររឿងដែលពួកគេថាព្រះបាទអង្គឌួងបានលួចលាក់តាក់ទងយកបារាំងធ្វើអាណាព្យាបាលកម្ពុជាក្នុងឆ្នាំ1863និងតម្រូវឲ្យសៀមត្រូវប្រគល់សិទ្ធិគ្រប់គ្រងខេត្តសៀមរាបនិងខេត្តបាត់ដំបងឲ្យកម្ពុជាវិញក្នុងឆ្នាំ1907រឿងថៃបានចាញ់ក្តីក្នុងចំនួនប្រាសាទព្រះវិហារដ៏ជូរចត់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងឆ្នាំ1962និងមិនពេញចិត្តនឹងរឿងនយោបាយការបរទេសអព្យាក្រឹតរបស់សម្ដេចព្រះនរោត្តមសីហនុមិនត្រូវគ្នានឹងថៃដែលកាន់ជើងសហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ1950ដល់ឆ្នាំ1960ជាដើមក៏ប៉ុន្តែថៃធ្លាប់បានដុតបំផ្លាញទីក្រុងអង្គរដល់ទៅ3លើកនិងក្រោយមកដុតបន្ទាយលង្វែកទៀតបំផ្លាញខ្មែរស្ទើរខ្ទេចខ្ទីដែលវាពិតជារឿងដែលគួរឲ្យឈឺចាប់ជាងថៃរាប់សិបដងដែលងាយនឹងផ្ទុះជាកំហឹងទៅជារឿងធំដោយករណីនាងផ្កាយព្រឹកជាដើមគូបញ្ជាក់ថាចាប់តាំងពីបារាំងបានចូលមកកាន់កាប់ខ្មែរវាបានធ្វើឲ្យថៃអស់ឱកាសក្នុងការទាមទារប្រាសាទអង្គរវត្តនិងហាក់ដូចជាចាញ់ប្រៀបខ្មែររហូតមកបើទោះបីជាថៃមានការរីកចម្រើនជាងក៏ដោយម្យ៉ាងទៀតប្រាសាទអង្គរវត្តដ៏មហោស្ចារ្យរបស់ខ្មែរហាក់ធ្វើឲ្យមានការរាំងស្ទះដល់ការដែលថៃតែងតែមានគំនិតថាខ្លួនមានពូជអម្បូរខ្ពង់ខ្ពស់ជាងខ្មែរឬថាតាមស្ថានភាពបច្ចុប្បន្នខ្មែរមិនគួរណាមានបុព្វបុរសជាអ្នកសាងអង្គរវត្តសោះខុសពីវៀតណាមដែលបញ្ជូនពលរដ្ឋរបស់ខ្លួនឲ្យមករស់នៅលើទឹកដីខ្មែរតាំងពីមុនសម័យអាណានិគមបារាំងមកម្លេះរហូតបានលេបយកទឹកដីកម្ពុជាក្រោមបានសម្រេចតាមរយៈយុទ្ធសាស្ត្រនេះស្របពេលជាមួយគ្នានោះដែរថៃហាក់មិនចង់ទាំងយកជើងជាន់កម្ពុជាផងទើបតែបច្ចុប្បន្នមានការផ្លាស់ប្ដូរឥរិយាបថច្រើនយ៉ាងណាក៏ដោយបើស្ដេចថៃកោះយកប្រាសាទអង្គរវត្តបានដោយជោគជ័យនាកាលនោះម្លេះពេលនេះខ្មែរយើងមិនដឹងថាជាមានប្រវត្តិសាស្ត្រយ៉ាងណាទៅវិញទេប្រវត្តិសាស្ត្រនៃទំនាក់ទំនងខ្មែរថៃនឹងក្រឡាប់ចាក់មិនខានថៃនឹងជាម្ចាស់អង្គរវត្តនិងផ្ទុយទៅវិញខ្មែរនឹងក្លាយជាជាតិសាសន៍គ្មានប្រវត្តិសាស្ត្រច្បាស់លាស់ថៃនឹងកាឡៃប្រវត្តិសាស្ត្របានជោគជ័យតាមដែលពួកគេចង់បានជាមិនខានសូមបញ្ជាក់ថាការលើកឡើងមកប៉ុណ្ណេះមិនមែនដើម្បីបញ្ឆេះកំហឹងឬបង្កើតការស្អប់ខ្ពើមគ្នាបន្ថែមទៀតរវាងប្រទេសជិតខាងនេះនោះទេនេះគឺគ្រាន់តែចង់ឲ្យបងប្អូនខ្មែរយើងបានដឹងថាប្រវត្តិពីទូថៃមួយចំនួនសិក្សានិងបានបកស្រាយប្រវត្តិសាស្ត្រតាក់ទងនឹងខ្មែរថៃដោយមិនលំអៀងដោយយល់ថាវប្បធម៌អរិយធម៌ខ្មែរជាប្រភពដ៏សំខាន់របស់ខ្លួនមិនដូចប្រវត្តិពីទូថៃខ្លះសុកចិត្តបង្កើតប្រវត្តិសាស្ត្រថ្មីថាវប្បធម៌ថៃបានចូលមកផ្ទាល់ពីប្រទេសឥណ្ឌាមិនមែនមកពីខ្មែរនោះទេជាចុងក្រោយលោកសាស្ត្រាចារ្យច័ន្ទវិទ្យកាសិតសេរីបានបញ្ជាក់យ៉ាងច្បាស់លាស់ថាវប្បធម៌និងសិល្បៈខ្មែរដ៏រុងរឿងស្គុះស្គាយនៅរាជដំណាក់ថៃគឺជាលទ្ធផលនៃសង្គ្រាមជាសង្គ្រាមមួយដែលអ្នកឈ្នះបានស្រូបយកធាតុផ្សំនៃអរិយធម៌ដ៏ប្រសើរឧត្តមពីខាងអ្នកចាញ់គូបញ្ជាក់ថាបេសកកម្មកោះប្រាសាទអង្គរវត្តដើម្បីរើទៅកាន់ក្រុងទេពរបស់ថៃនៅក្នុងឆ្នាំ1860ត្រូវទទួលបរាជ័យក៏ប៉ុន្តែដោយសារតែចិត្តស្រេកឃ្លានចង់បានប្រាសាទអង្គរវត្តខ្មែរឲ្យមានវត្តមាននៅលើទឹកដីប្រទេសខ្លួនខ្លាំងស្ដេចសៀមនាសម័យនោះពោលគឺស្ដេចមង្គតបានបញ្ជាឲ្យគេសង់ប្រាសាទអង្គរវត្តចម្លងតូចមួយនៅក្នុងរាជវាំងរបស់ព្រះអង្គហើយប្រាសាទអង្គរវត្តចម្លងនោះត្រូវបានសាងសង់រួចរាល់នៅក្នុងរជ្ជកាលព្រះចៅจุฬាលង្កនរាមាទី5ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ100ឆ្នាំនៅឆ្នាំ1882
ម្ល៉េះហើយទើបគេឃើញមានវត្តមានប្រាសាទអង្គរវត្តតូចមួយនៅក្នុងរាជវាំងថៃនាក្រុងបាងកករហូតដល់សព្វថ្ងៃ